khi dân đã lơ clear tha she salty she salty nhưng cứ prai chẳng mẹ nè khi năng bên đây than điên khăng 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 mình tan mong chẳng she salty năng năng cái hai thả slang chắc ni dân flop lơ bị slang hay năng idiom tại vì năngเขาคลีแบบนานtới chẳng như một mờ bị tăng pin năng hai năngประเภทบอกปุเวต่างគ្នាchẳng như một mờ bị slang hai năng idiom tíว่าคือ slang giờ xa lơ kênh dạy chớn lần năng cứ là bảy phong đáy năng cứ chia is informal language used within a specific group ចឹង slang ហ្នឹងគឺជាពាក្យមួយដែលមានអត្ថន័យផ្សេងប៉ុន្តែវា informal ហើយវាគេប្រើនៅក្នុង specific group មានន័យថាអ្នកខ្លះតសិក្សាមួយគ្នាឬនៅក្រុមមួយគ្នាគេប្រើពាក្យហ្នឹងទៅមិនគេដឹងឧទាហរណ៍ Gen Z គេនិយាយបែបអញ្ចឹងណាចឹងគឺគេយល់តែគ្នាគេអញ្ចឹងទៅចឹងអាហ្នឹងគេហៅថា slang ហើយវាមានច្រើនដូច clear teacher ថាមកអញ្ចឹង she is salty បើយើងស្ដាប់ទៅមិនដឹងស្អីគេទេនាងគឺប្រៃតែត្រូវសោះចឹងឧទាហរណ៍គេថា cool cool យើងប្រែថាត្រជាក់ត្រូវអត់ចឹងឧទាហរណ៍ថាគេថាមានអីអ៊ុតគ្នាមួយចឹងទៅហើយគេថា cool ចឹងឡៃហ្នឹងវាអាចមានន័យថាលយអស្ចារ្យឬក៏គួរចាប់អារម្មណ៍អីចឹងទៅចាហ្នឹងគេហៅថា slang ប៉ុន្តែវាអត់ formal ទេណាយើងប្រើបានតែនិយាយជាមួយគ្នាយើងឯងការសរសេរអីផ្សេងកុំប្រើវាអី and មួយទៀត idiom នេះវាគឺជាពាក្យដែលមានអត្ថន័យខុសពីពាក្យរបស់វាដើមហ្មងពាក្យច្រើនវាមកពី phrasal verb តែ phrasal verb អាចមានន័យត្រង់ឬក៏ន័យបែបប្រឆិត idiom ចឹងទៅចឹង is an expression whose meaning isn't obvious from the word ចឹងគឺជា clear មួយដែលបញ្ជាក់អត្ថន័យខុសពីពាក្យដែលមាននៅក្នុង clear ហ្នឹងឧទាហរណ៍ថា break a leg ចឹងហ្នឹង break បំបែកឬធ្វើឲ្យបែក leg ហ្នឹងជើងចឹង clear របស់ clear មួយហ្នឹងគេហៅថា idiom ព្រោះអីវាមិនមែនមានន័យថាបំបែកជើងឬក៏បាក់ជើងអីទេចឹងគឺវាមានន័យថាសំណាងល្អ good luck ដូច I feel blue អីជាដើមចឹងកន្លែងនេះគឺវាមាន expression ខំត្រូវហើយក៏យើងអាចប្រើប្រាស់បានដែរដូចជា phrasal verb ជាដើមចឹងអាហ្នឹងគឺជាភាពខុសគ្នារបស់ពាក្យទាំងពីរហ្នឹងហើយចុះគ្នាយើងអាសាប្រើមួយណាជាងគេ slang ឬក៏ idiom